ព្រះបន្ទូលព្រះក្នុងគម្ពីរយេរេមៀជំពូក1នេះជាពាក្យរបស់យេរេមៀជាកូនហ៊ីលគីយ៉ាគឺជាម្នាក់ក្នុងពួកសង្ឃដែលនៅក្រុងអានេថោតក្នុងស្រុកបេនយ៉ាមីនជាអ្នកដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្លួននៅក្នុងឆ្នាំទី13នៃរាជយូសៀជាបុត្រអាម៉ូនស្ដេចស្រុកយូដាក៏មានមកដល់នៅក្នុងរាជយូយ៉ាគីមជាបុត្រយូសៀជាស្ដេចស្រុកយូដាដល់រាបដល់ផុតឆ្នាំទី11ក្នុងរាជសេដេគៀជាបុត្រយូសៀដែលជាស្ដេចស្រុកយូដាគឺដល់ខែស្រាប់ជាគ្រាដែលពួកក្រុងយេរូសាឡិមត្រូវចាប់ដឹកនាំទៅជាឆ្លើយនោះឯងរីឯព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថាមុនដែលអញបានជប់បង្កើតឯងក្នុងពោះម្ដាយនោះអញស្គាល់ឯងហើយកាលមុនដែលឯងសម្រាប់ចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផងក៏បានតាំងឯងឡើងជាហោរាដល់អស់ទាំងសះនោះខ្ញុំបានទូលថាអោព្រះអង្គម្ចាស់យេហូវ៉ាអើយមើលទូបង្គំគ្មានវោហាអធិប្បាយទេត្បិតទូបង្គំជាមនុស្សក្មេងសុទ្ធតែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យថាឯងជាមនុស្សក្មេងឡើយត្បិតបើអញចាត់ឯងឲ្យទៅឯអ្នកណានោះឯងត្រូវតែទៅហើយសេចក្តីអ្វីដែលអញបង្គាប់ឯងនោះឯងត្រូវតែប្រាប់ដែរព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថាកុំឲ្យខ្លាចចំពោះគេឡើយត្បិតអញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួចនោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្ថមកពាល់មាត់ខ្ញុំហើយមានបន្ទូលថាមើលអញបានដាក់ពាក្យរបស់អញក្នុងមាត់ឯងហើយមើលនៅថ្ងៃនេះអញតាំងឯងលើអស់ទាំងសះនិងលើនគរទាំងប៉ុន្មានដើម្បីឲ្យបានដករំលីងរុះទម្លាក់ហើយបំផ្លាញរំលំចុះព្រមទាំងសង់ឡើងវិញហើយដាំទៀតផងមួយទៀតព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំសួរថាយេរេមៀអើយតើឯងឃើញអ្វីនោះខ្ញុំទូលតបថាទូបង្គំឃើញដំបងឈើចំបក់មួយរួចព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំថាឯងបានឃើញត្រូវហើយពីព្រោះអញព្យាយាមនឹងធ្វើសម្រេចតាមពាក្យរបស់អញព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំម្ដងទៀតសួរថាតើឯងបានឃើញអ្វីនោះខ្ញុំក៏ទូលតបថាទូលបង្គំឃើញផ្លាងទឹកកំពុងតែពុះដែលមានមាត់ផ្អៀងមកពីទិសខាងជើងនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថានឹងកើតមានការអាក្រក់ហុសចេញពីទិសខាងជើងមកលើពួកអ្នកស្រុកទាំងអស់ត្បិតមើលអញនឹងហៅគ្រប់ទាំងគ្រួសារនៃនគរទាំងប៉ុន្មាននៅខាងជើងហើយគេនឹងមកតាំងបល្ល័ង្ករបស់គេរៀងខ្លួននៅត្រង់មាត់ទ្វារក្រុងយេរូសាឡិមទល់នឹងកំផែងទីក្រុងព័ទ្ធជុំវិញហើយទល់នឹងទីក្រុងរបស់ស្រុកយូដាទាំងអស់ផងនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ានោះអញនឹងធ្វើទោសដល់ទីក្រុងទាំងនោះដោយព្រោះសេចក្តីទុច្ចរិតរបស់គេទាំងប៉ុន្មានគឺដែលគេបានបោះបង់ចោលអញហើយបានដុតកំញានថ្វាយដល់ព្រះដតីព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលខ្លួនគេបានធ្វើផងដូច្នេះចូលឲ្យឯងក្រវ៉ាត់ចង្កេះហើយក្រោកឡើងទៅប្រាប់ដល់គេតាមគ្រប់ទាំងសេចក្តីដែលអញបង្គាប់ឯងចុះកុំឲ្យស្វយុទ្ធចិត្តចំពោះគេឡើយក្រែងអញធ្វើឲ្យឯងស្វយុទ្ធចិត្តនៅមុខគេជាពិតត្បិតមើលនៅថ្ងៃនេះអញបានតាំងឯងឡើងទុកជាទីក្រុងត្រៀមនឹងគ្រឿងចម្បាំងជាសសរដែកហើយជាកំផែងលង្ហិនសម្រាប់តនឹងស្រុកទាំងមូលនិងស្ដេចទាំងប៉ុន្មាននៃសាសយូដាព្រមទាំងតនឹងពួកចៅវាយនិងពួកសង្ឃហើយនឹងបណ្ដាជនទាំងឡាយនៅស្រុកនេះផងគេនឹងតនឹងឯងតែមិនឈ្នះឯងឡើយត្បិតអញនៅជាមួយដើម្បីនឹងជួយឯងឲ្យរួចនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា